បានអញ្ចឹងយើងរៀងច្រើនហ្នឹងខ្ញុំសូមបញ្ចប់ចំណុចចុងក្រោយគេបន្តិចបាទលើកមកលោកគ្រូបាទការពិតខ្ញុំបញ្ចប់ម៉ោង3រវល់ដែរទេមិនចិត្តទេហើយអញ្ចឹងចំណុចចុងក្រោយគេគឺការបង្កើតរូបភាព AI នៅក្នុង slide តែម្ដងដែលខ្ញុំបញ្ជាក់ពីដំបូងអាហ្នឹងគឺជាតួអង្គសំខាន់នៅក្នុងថ្ងៃនេះប្រហែលចំណុចចុងក្រោយហ្នឹងអញ្ចឹងជាទូទៅនៅពេលដែលលោកគ្រូរើមើលអត់ឃើញនៅក្នុង element នេះលោកគ្រូចាប់ផ្ដើមប្រើការសម័យរបស់លោកគ្រូអ្នកគ្រូហើយសរសេរនៅអ្វីដែលយើងចង់បានវានឹង generate ជារូបភាពឲ្យយើងអញ្ចឹងជាក់ស្ដែង ChatGPT វាធ្វើឲ្យយើងបានស្អាត Gemini ធ្វើឲ្យបានស្អាតប៉ុន្តែវាមាន limit ដែលជាទូទៅយើងប្រើបានប្រហែលជា 3-4 រូបអស់ហើយប្រើលេងបានហើយតែនៅក្នុងនេះខ្ញុំធ្លាប់ធ្វើបានអាច10រូបជាងដែរដែលវាអត់កំណត់ទេណាតែខ្ញុំអត់ដឹងថាវា free ឲ្យប្រមាណទេតែដឹងលើសពី10រូបដែលយើងអាចធ្វើបានអញ្ចឹងលោកគ្រូអ្នកគ្រូចង់ផលិតរូបភាពមួយទៅតាមការសម័យឧទាហរណ៍អញ្ចេះខ្ញុំចង់រករូបភាពសិស្សពិសោធន៍ឬក៏រូបភាពអីមួយសិស្សអានសភៅប៉ុន្តែខ្ញុំអត់ចង់យកពី template នៅក្នុង element ហ្នឹងទេខ្ញុំចង់ផលិតរូបភាពថ្មីហ្មងឲ្យសិស្សអានសភៅថ្មីដែលមិនមាននៅក្នុង Google ដែល AI ផលិតឲ្យអញ្ចឹងដើម្បីបង្កើតរូបភាព AI លោកគ្រូអ្នកគ្រូមើលទៅលើជួរឆើផ្នែកខាងឆ្វេងហ្នឹងមកបាទជួរឆើផ្នែកខាងឆ្វេងជាតួអង្គសំខាន់ដូចខ្ញុំបញ្ជាក់អញ្ចឹងហើយអុសចុះមកក្រោមមើលកន្លែង app ប្រសិនបើករណីកុំព្យូទ័រលោកគ្រូអ្នកគ្រូអេក្រង់តូចសូមអុសចុះមកក្រោមស្វែងរកឲ្យឃើញនៅពាក្យថា Magic Media បាទលោកគ្រូអ្នកគ្រូរកឲ្យឃើញពាក្យហ្នឹងមកហើយចុចទៅលើវាអញ្ចឹងចុចពាក្យថា Magic Media ហើយនៅកន្លែងនេះវាមាន option ជាច្រើនប៉ុន្តែសម្រាប់គណនីមួយចំនួនអត់ទាន់ដំណើរការទេបានតែ admin នេះលោកគ្រូអ្នកគ្រូមើលខាងលើវាមាន image មាន graphic មាន video ហើយនិង 3D ជាក់ស្ដែងសម្រាប់ admin ធំដែលប្រភេទ account Pro ហ្នឹងអាចមានពីរមុខងារនេះតែបើសិនជាលោកគ្រូអ្នកគ្រូទិញពីគេអាចចូលប្រហែលជាអត់ទាន់ដំណើរការទេប៉ុន្តែថ្ងៃមុនខ្ញុំឃើញ account ខ្លះគឺដំណើរការហើយដែលលោកគ្រូអ្នកគ្រូគាត់នេះគាត់ផ្ដល់ feedback ត្រឡប់មកវិញគឺវីដេអូគាត់អាច generate បានហើយប៉ុន្តែវីដេអូដែលវា generate មិនល្អដូច Gemini ឬក៏ ChatGPT ទេហើយដល់ពេលមុខងារ 3D យើងអាចបង្កើតមុខងារ 3D បានប៉ុន្តែខ្ញុំសាកល្បងឲ្យ error ច្រើនអត់ទាន់ល្អទេអាមុខងារផលិតរូប 3D ដោយលោកគ្រូអ្នកគ្រូមិញគាត់ថាចុះបើគាត់មានរូបភាពស្រាប់គាត់ចង់ធ្វើឲ្យទៅជាពណ៌ផ្សេងឬក៏ edit បានអត់អញ្ចឹងប្រហែលជារូបភាព 3D នេះវាអាច generate ឲ្យទៅជារូបភាព 3D ប៉ុន្តែខ្ញុំគិតថាมันបានភ្លាមប្រហែលជាពេលយូរទៀតដែលអាចធ្វើបានអញ្ចឹងនៅកន្លែងនេះលោកគ្រូអ្នកគ្រូសូមសរសេរអក្សរនៅអ្វីដែលលោកគ្រូអ្នកគ្រូចង់បានប្រសិនបើលោកគ្រូអ្នកគ្រូចេះភាសាអង់គ្លេសលើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូប្រើភាសាអង់គ្លេសដោយសារភាសាខ្មែរវាអត់សូវស្គាល់ល្អទេតែបើភាសាអង់គ្លេសគឺវាល្អជាងបាទប្រសើរជាងអញ្ចឹងនៅក្នុងហ្នឹងលោកគ្រូអ្នកគ្រូចង់បានរូបអីនៅក្នុង slide របស់យើងឧទាហរណ៍ឥឡូវខ្ញុំចង់ឲ្យសិស្សអានសភៅប៉ុន្តែសិស្សហ្នឹងខ្ញុំចង់ឲ្យតាក់ទាញបន្តិចដោយសារកូនសិស្សរបស់ខ្ញុំសិតតែ fan K-pop អីចឹងមកអញ្ចឹងខ្ញុំដាក់កូនសិស្សជនជាតិកូរ៉េអញ្ចឹងមកកូនសិស្សជនជាតិកូរ៉េអានសៀវភៅប៉ុណ្ណឹងមកហើយខ្ញុំដាក់បញ្ចូលមកប៉ុន្តែលោកគ្រូកាលណាព្រមរបស់យើងសរសេរទៅវាអត់ច្បាស់រូបភាពហ្នឹងក៏អត់ដូចនៅក្នុងចិត្តរបស់យើងដែរឧទាហរណ៍ចែកដូចខ្ញុំសរសេរមិនអត់ច្បាស់លាស់ហើយណាលោកគ្រូសិស្សពងអានសភៅតើសិស្សអាននៅណាអញ្ចឹងមានថាបើសិនជាលោកគ្រូចង់ឲ្យសិស្សអានសភៅនៅក្នុងបណ្ណាល័យយើងដាក់ច្បាស់ហ្មងអានសៀវភៅនៅក្នុងបណ្ណាល័យហើយបើឲ្យអានសភៅនៅក្នុងផ្ទះដាក់នៅក្នុងផ្ទះឬក៏នៅក្រោមដើមឈើអញ្ចឹងលោកគ្រូឃើញវាឲ្យរូបភាពវា generate ឲ្យគឺអានេះប្រហែលជានៅក្នុងបណ្ណាល័យបាទអានេះនៅកន្លែងទីខ្ពស់កន្លែង sky bar អញ្ចឹងទៅបាទរូបភាពទី2នេះអញ្ចឹងវា generate ឲ្យយើងម្ដង4នៅក្នុង Canva បាទនៅថារូបភាពមួយវាឲ្យ4 style ផ្សេងគ្នាអញ្ចឹងលោកគ្រូអ្នកគ្រូអាចឲ្យវា generate បានបាទហើយដល់ពេលរូបភាពទី4នេះគឺអានសភៅនៅក្រោមរដូវផ្ការីកអីចឹងមកបាទមានស្លឹកឈើបាទពណ៌ភីងអញ្ចឹងតែអញ្ចឹងនៅក្នុងហ្នឹងគឺមុខងារ Magic Media គឺជាមុខងារមួយដែលល្អប្រសើរដែលលោកគ្រូអាចផលិតទៅតាមអ្វីដែលជាក្តីសម័យរបស់លោកគ្រូនៅក្នុងការធ្វើ slide បានឧទាហរណ៍ឥឡូវខ្ញុំចង់ឲ្យផលិតរូបភាពពិសោធន៍អញ្ចឹងណាឧទាហរណ៍ថាសិស្សស្រីកំពុងពិសោធន៍អញ្ចឹងមកកំពុងពិសោធន៍គីមីប៉ុន្តែលោកគ្រូសិស្សស្រីកំពុងពិសោធន៍គីមីវានឹងដាក់រូបជនជាតិបរទេសដោយសារភាគច្រើនវានឹង generate ជារូបភាពអឺរ៉ុបឲ្យមកហើយអញ្ចឹងដើម្បីឲ្យដឹងយើងអាចដាក់ជនជាតិខ្មែរអីចឹងមកសិស្សស្រីជនជាតិកម្ពុជាអីចឹងមកឬក៏ជនជាតិខ្មែរ
ប៉ុន្តែជាទូទៅរូបជនជាតិខ្មែរវាអត់សូវស្អាតទេបាទវា generate មកអញ្ចឹងដាក់សិស្សស្រីជនជាតិខ្មែរកំពុងពិសោធន៍ក្នុងថ្នាក់រៀនឧទាហរណ៍ចឹងមកក្នុងថ្នាក់រៀនអញ្ចឹងនៅកន្លែងហ្នឹងមានថាលោកគ្រូអ្នកគ្រូសម័យចង់បានរូបអីដាក់រូបហ្នឹងមកបាទហើយទៅសរសេរឲ្យច្បាស់អំពីលក្ខខណ្ឌបាទនេះគឺគ្រូចេញមកនេះគាត់ថាពេលខ្លះវាមិនសូវល្អ 100% ទេដោយសារជនជាតិខ្មែរយើងបើកាលពីមុនខ្ញុំ generate ខ្មែរងីងទេបាទដូចជនជាតិអាហ្វ្រិកចឹងឥឡូវវាឲ្យរាងសបន្តិចនេះបើកាលពីមុនខ្មែរងីងបាទនេះបាទអញ្ចឹងកូនសិស្សនេះសិតសាច់ឈាមអ្នកមានណាបាទគាត់មើលទៅក៏ដឹងដែរអញ្ចឹងលោកគ្រូឃើញយើងអាច generate បានច្រើនហើយប្រសិនបើលោកគ្រូចង់បាន style នេះលោកគ្រូនៅខាងក្រោមនេះគឺ style លោកគ្រូចង់បាន style color បែបណាដាក់បែបហ្នឹងមកជារូបភាពបែបនេះអញ្ចឹងណាបាទអញ្ចឹង style ហ្នឹងមានច្រើនហើយមួយទៀតលោកគ្រូឃើញរូបសិតតែជ្រុងទាំងអស់ហើយចុះបើយើងចង់ផ្ដេកចង់បញ្ឈរបានអត់បានលោកគ្រូចុចកន្លែងនេះយើងជ្រើសរើសប្រភេទរូបភាពចង់បានរូបភាពផ្ដេកបញ្ឈរអីហ្នឹងចុចកន្លែង sphere ហ្នឹងមកវាលោតមកនេះ sphere landscape ឬក៏យើងចង់ធ្វើអីគេចង់ portrait បញ្ឈរអញ្ចឹងរូបភាពយើងចេញមកបញ្ឈរហើយតែដោយសារខ្ញុំវាអូតូទៅកន្លែង sphere មានថាវា4ជ្រុងណារូបភាពរបស់យើងគឺ4ជ្រុងអញ្ចឹងហើយវាចេញបែបហ្នឹងហើយអញ្ចឹងលោកគ្រូអាចបដូរ style បដូរអីបានអញ្ចឹងខ្ញុំសាកល្បងយក style ណាមួយមក style នេះមួយមកហើយខ្ញុំ generate ខ្ញុំសុំ copy នេះទុកបាទអញ្ចឹងវានឹងចេញ style ផ្សេងហើយបាទនេះលោកគ្រូឃើញបាទវា style បែបនេះវាលក្ខណៈដូចអាតគេលក្ខណៈគូគំនូអញ្ចឹង style ហ្នឹងលោកគ្រូអាចរើស style បានច្រើនយើងស្រឡាញ់ style ណាយើងដាក់ style ហ្នឹងមកលោកគ្រូសាកល្បងធ្វើមកធ្វើបានទេបាទជាមួយនឹងការ generate រូបភាពដោយប្រើប្រាស់ AI ហ្នឹងនៅក្នុង Canva គណនី free ក៏ធ្វើបានដែរបាទគាត់ថា free ខ្ញុំមិនដឹងថាតើវា limit ប្រមាណព្រោះខ្ញុំធ្លាប់ធ្វើគឺកាលពីមុនប្រហែលជា4 10វាអត់នេះទេវាអត់ limit ទេអញ្ចឹងគ្រូទៅវាមិនទៅចូលលើក្នុង slide មេរៀនរបស់យើងគ្រូវានៅតែឡើងដែរលោកគ្រូចុចមួយមកលោកគ្រូយកម៉ៅយើងចុចមួយមកវាលោតចូល slide របស់យើងហើយបាទអរគុណបាទលោកគ្រូគាត់តែយកម៉ៅមួយចុចប៉ចមកហើយបាទវាលោតចូលហ្មងយើងមិនបាច់ចាប់ទៀនចាប់អីចុចលើរូបវាលោតចូល slide auto ហើយបើសិនបើករណីលោកគ្រូអ្នកគ្រូមានកូនក្មេងកូនង៉ែតឬក៏រៀនថ្នាក់បឋមជាពិសេសលោកគ្រូអ្នកគ្រូបឋមយើងចង់ឲ្យសិស្សផាត់ពណ៌ព្រោះឲ្យជាទូទៅថ្នាក់បតីថ្នាក់អីយើងមានរូបភាពឲ្យសិស្សផាត់ពណ៌ហើយលោកគ្រូអ្នកគ្រូកុំយកពាក្យ image ហ្នឹងយកពាក្យ graphic នេះយកជំរើសទី2ប្រភេទ graphic ហ្នឹងហើយយើងរើស style សខ្មៅអញ្ចឹងសិស្សអាចផាត់ពណ៌បានហើយឧទាហរណ៍ខ្ញុំយក keyword ដដែលហ្នឹងមិញនេះហើយបន្តមកខ្ញុំដូរ style នេះលោកគ្រូអ្នកគ្រូឃើញសខ្មៅអញ្ចឹងលោកគ្រូអ្នកគ្រូយក style សខ្មៅមកដើម្បីឲ្យកូនសិស្សហ្នឹងគាត់ផាត់ color បានឧទាហរណ៍ថារូបទានេះមកឡាញអាតនេះខ្ញុំ generate អញ្ចឹងវានឹងឲ្យជារូបភាពសខ្មៅអញ្ចឹងសម្រាប់លោកគ្រូអ្នកគ្រូដែលមានកូនតូចថ្នាក់បតីថ្នាក់ទី1អីហ្នឹងយើងចង់បង្កើតរូបភាពហ្នឹងឲ្យសិស្សឬក៏កូនរបស់យើងយកផាត់ពណ៌អីធ្វើបានបាទងាយស្រួលធ្វើ template ហើយបាទនេះចេញមកអញ្ចឹងខ្ញុំគាត់តែចុចមួយមកវាលោតមកហើយបាទអញ្ចឹងកូនសិស្សឬក៏កូនតូចរបស់យើងហ្នឹងគាត់អាចផាត់ពណ៌ទៅលើរូបហ្នឹងបានអញ្ចឹងមាន style ច្រើនដែលយើងអាចប្រើបាននៅក្នុង Canva បានជិះលោកគ្រូមានធ្វើបានដូចខ្ញុំទេបាទសាក់លបងមើលបាទមានសួរលោកគ្រូបាទលោកគ្រូបាទសិស្សលោកគ្រូចាំលោកគ្រូជួយតម្លាក់វីដេអូនៃការបង្រៀនរបស់លោកគ្រូចូលក្នុងលោកគ្រូបាទលោកគ្រូខ្ញុំជាប់ធ្វើការផងដល់ពេលអញ្ចឹងរៀនបានពេលទៅនេះអង្គុយបានមើលពេលរវល់គ្រូបើស្ដាប់ទៅគ្រូតែពេលអញ្ចឹងអត់បានអនុវត្តចឹងមិនបានបាទលោកគ្រូខ្ញុំដឹងរវល់ដែរគ្រូព្រោះឲ្យចំថ្ងៃពុធថ្ងៃយើងធ្វើការប៉ុន្តែខ្ញុំអត់មានពេលបាទបើសិនតែយើងដាក់ខ្សែអាទិត្យអីវាល្អតែខ្ញុំអត់មានពេលខ្សែអាទិត្យជាប់រវល់ពេញតែម្ដងបាទលោកគ្រូបាទគុណលោកគ្រូលោកគ្រូអត់តាន់អាចុងក្រោយលោកគ្រូសុំបន្តិចធ្វើម៉េចបានអារូបផាត់ពណ៌ហ្នឹងលោកគ្រូបាទអ្នកគ្រូចុចឥឡូវខ្ញុំសុំថយក្រោយអស់ហ្មងបាទខ្ញុំសុំខ្វែងវាចោលសិនឧទាហរណ៍ឥឡូវយើងនៅទៅទេចេះបាទ slide របស់យើងទៅទេអញ្ចឹងយើងចង់បានរូបភាពគឺយើងមើលអាជួរខាងឆ្វេងហើយអុសចុះទៅក្រោមមើលកន្លែង Magic Media ស្វែងរកកន្លែង Magic Media ហ្នឹងមកធ្វើម៉េចរកនឹងឲ្យឃើញបាទ Magic Media ហើយនៅក្នុង Magic Media ហ្នឹង
chương chọn mà đi chóp cho nhung thôi cái nè cô này cô đừng khơi tập bản năng này khơi bên là bỏ chưa đông mùi còn tay cho tôi tới bỏ chưa đông những bên đừng load nè về load bị make lại nè load post file nữa đây cái lại image năng nè post file năng chắc đập bây giờ chọn bàn rụp so khai đầm bay ai con sắc hạt bò cứ cô này cô giao việc graphic này méo ATP năng méo bạn hãy dừng từ xe prom cho nó thôi là trong chọn bàn là con cái đột lên trong xuân cho bà con cái cho đặt chân có đặt là ai nó bà con cái đột lên nóng xuân cả bà phần năng nó xuân cả khóc kia bà tôi sẽ khóc xuân cả hãy dùng giờ style chọn style ấy con người bạn dùng chọn style lại nhỉ má chẳng như style bạn nói nhưng giờ style bạn năng nó chọn bàn bài lộ hạt bài ấy của bạn là để ta giống như giờ đi chọn bạn chùm được lại hết cho generate chẳng cho tới cứ dừng đi hai bạn dừng bàn rụp mà đâu buồn bạn chẳng bàn trả đi bạn con sky trên màu này mà cần nào nó xong tôm mà cái đó tập 4 đấy bạn đấy bạn chẳng là dừng khơi sky một cái đó này là sky này mấy con sky cái mấy sky múa là thông khủng các viên miên color là cũng trong audience trên nhà hot color không mình chơi ở chính là cú mới là mới bị graphic chứ là cú và nhân chơi lại này các bạn thấy là cú đầu style lại là nhé dùng xong clear điện là cú mới là lại style nhé style lại điện chẳng cho style đừng mất với tranh màu mà nào chụp được nè nên trả chẳng là chụp được nếu dùng dao mấy cái dao lạnh áp và TP nè tại cái phát dân gia các bạn nó dân slide style bạn ná dân bơi cùng ru đừng mất rồi cô này cô slide style ấy just style đừng mất thôi slide style à TP nó cho TP đừng mất hay dân với generate mà ta sẽ hết generate mà còn tại lúc cô này cô prime phía sau ông lấy là ó tại nhóm bị áp sẽ ông lấy tới nhóm ủ phía sau mai tại trong chuyên cá về rụt bắt đầu chỉ tại bên phía sau ông lấy về là ó nè cô này cô khởi những về trên style bạn nè đi được cái chuông mà tranh màu nè cô này cô anh bơ bàn chắc style với slide style nó dân cho style nhưng mà prime đó chẳng là cô này cô nên sùng nụ ấy tế bạn chẳng là một nguyên nick xâm nhập là cô này cô đã chọn và cả rụp phiếp unique dừng ạc bơ bàn bạn chẳng là dừng chọn với dừng đặt tam nâng nó bạn chẳng dừng chọn đồ style mà tại bởi cô này cô ở về ô tố dân công style lại nữa dừng khoai cái chào chẳng về nâng ô tố về nâng ao style mà đó buôn style lại nữa bây giờ là ở style ấy nhưng mà đại đội mình má bà con sky chẳng mà đấy dương generate rụp phiếp thôi mà đã bạn đi tranh nào nè bạn anh ấy rụp phiếp thôi mà đã bật bạn chắc là cô này cô mình xin nuôi tế bạn tẹo con cho mình này đi lúc cô nhâm chỉ biết xưa lúc cô tích trong khói nó tây dương thơ slide nó việc đi chia sẻ tục bàn tay rụt thiệp để dương xua in xua mấy media nó đi chợ biên xe là cô rụt thiệp nắng trong ở Việt Xéo tôi này cô chọn về chỗ slide mũi sân này cô chọn chỗ slide tới về load nông cái lại upload nè về load nè rụt thiệp giờ này chơi đáy này cô mới cái lại upload á còn tay bờ này cô toàn bàn chọn upload tới về upload nên là nghề là sai chứ hơi tạo về đây trong khơi đây là khổ nhưng chất tự về trên nơi không slide trên rụt bên nâng tạo là về trên mơ tới mơ không đi dẫn lại nhận biên sao hai chia internet này cô chạm mơ này cô xả đi flash link tịch mơ cái lại nó số hai chia internet này cô đã u chẳng á tại cho tôi tới việc bắt tên nào thì này cô phần tái đôi trẻ chung này cô chẳng mấy hai trẻ bởi dương cho trả lại năng hao gì thấy dương ở bàn cho ao về chỗ không slide bao dương năng tề chẳng rụt nước việc bàn sale tục ở dương tề từ vì năng bắt từ vĩnh nhé đại sao rụt nước là đời AI trái đồng về đại dương cho về chỗ sẽ hỏi mình thay rụt nước với năng chỗ tới cái lại upload nè về chỗ lại upload được hàng chuyện đáy dương được khơi rụt dương là ngày nè
ដែលខ្ញុំ generate សិតទៅរូប AI មកកណៅនេះបាទដោយរូបនេះសិតតែខ្ញុំ generate តែបាទចាលោកគ្រូចាំមើលខ្ញុំហៅមើលទៀតលោកគ្រូអរគុណបាទអ្នកគ្រូចាំសាក់លបងដល់មើលបន្ថែមទៀតអ្នកគ្រូប្រហែលជាអ៊ីនធឺណិត គ្រូ បាទគ្រូ ខ្ញុំចង់សួរបញ្ជាក់តិចដូចរូបភាពមានចូលណាអញ្ចឹងបើសិនជាយើង save ជា PowerPoint តែខ្លះវាបាត់អញ្ចឹងបើយើងអត់ចង់ឲ្យបាត់យើងដោះ animation វាចេញមែនអត់ទេលោកគ្រូមានហេតុកន្លែងហ្នឹងគឺ PowerPoint ហ្នឹងអត់ support ជាមួយ file ហ្នឹងហ្មងបាទអត់ support ជាមួយ file ហ្នឹងព្រោះ GIS វាមានប្រភេទ file របស់វាអាស្រ័យទៅលើអ្នកដែលដាក់ចូលហ្នឹងគេប្រើកូដអីគេបញ្ចូលអញ្ចឹងគ្រូព្រោះវាមានប្រភេទ extension កតុយរបស់វាផ្សេងគ្នាអញ្ចឹងណាដល់ពេលអញ្ចឹងទៅ PowerPoint វាអត់រត់នៅលើអាហ្នឹងហ្មងអញ្ចឹងបានវាអត់ចាញ់ហ្នឹងបាទអរគុណច្រើនគ្រូបាទលោកគ្រូអ្នកគ្រូអញ្ចឹងបើសិនជាអត់មានទេខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងសិនទៅដោយសារយើងលើសម៉ោងច្រើនហើយចាំយើងបន្តនៅថ្ងៃពុធសប្តាហ៍ក្រោយទៀតបាទហើយចាំខ្ញុំនឹងបង្ហាញជូនរបៀបទាញយក slide ទាញយកអីហ្នឹងនៅសប្តាហ៍បន្ទាប់ព្រោះអាគម្រោងដែលបង្ហាញ slide ហើយឬក៏សដែលកុំឲ្យវារត់ហ្នឹងគឺខ្ញុំបង្ហាញនៅសប្តាហ៍បន្ទាប់ទេគឺសប្តាហ៍ក្រោយហើយសប្តាហ៍ក្រោយពិសេសជាងគេនោះគឺលោកគ្រូអ្នកគ្រូមិនបាច់ចាំទិញ tele slide យកមកបញ្ជា slide ទេគឺយើងប្រើតែទូរស័ព្ទដៃរបស់យើងហ្នឹងគឺអាចបញ្ជា slide របស់យើងបានបាទឥឡូវខ្ញុំសូមឧទាហរណ៍មួយសិនណាបាទអញ្ចឹងសប្តាហ៍ក្រោយខ្ញុំនឹងបង្ហាញពីរបៀបនៅក្នុងការប្រើប្រាស់ទូរស័ព្ទបញ្ជាលើ slide របស់យើងជំរាបសួរគ្រូបាទលោកគ្រូសូមគ្រូធ្វើវីដេអូពាក់ព័ន្ធនឹងអាកម្មវិធីណតនោះម្ដងទៀតបានទេគ្រូអាហ្នឹងខ្ញុំ download បានតែដល់ពេលกระดาษយើងវាអត់ពេញក្នុងកម្មវិធីគ្រូអាហ្នឹងយើងចង់ឲ្យវាពេញแบบនេះគ្រូលោកគ្រូបរិចលោកគ្រូប្រើដៃរបស់យើងទាញបរិចវាមកលោកគ្រូប្រើម្រាម2បរិចព្រមមកថាយើងទាញចង់ម្រាមរបស់យើង2ចូលគ្នាបញ្ចេញគ្នាមកបាទបញ្ចេញចូលបាទចាអាហ្នឹងយើង zoom នៅលើកុំព្យូទ័រគ្រូzoom កុំព្យូទ័រលោកគ្រូប្រើម៉ៅពវលកងពវលរបស់យើងនឹងឲ្យពវលទៅមុខទៅក្រោយទៅវារីករួមហើយបាទអរគុណច្រើនគ្រូបាទលោកគ្រូការពិតកម្មវិធីហ្នឹងមិនបើនិយាយឲ្យចំទៅគោលដៅគេមិនមែនប្រើលើកុំព្យូទ័រគេប្រើទៅលើ tablet ឬក៏ iPad ដោយសារកម្មវិធីពុះគឺហ្នឹងបាទអរគុណច្រើនគ្រូបាទអរគុណច្រើនគ្រូអញ្ចឹងលោកគ្រូខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងទៅដោយសារយើងដល់ម៉ោង 4:10 នាទីហើយចាំយើងជួបគ្នានៅថ្ងៃពុធសប្តាហ៍ក្រោយបាទអញ្ចឹងសូមអរគុណច្រើនលោកគ្រូបាទដែលនៅតាមដានរហូតដល់ចប់បាទសល់បានប្រហែល100នាក់អរគុណលោកគ្រូអរគុណជំរាបលាគ្រូទឹកក្រោយយើងរៀនសេវវាអរគុណច្រើនលោកគ្រូជំរាបលាបាទអរគុណច្រើនលោកគ្រូបាទជំរាបលាបាទអរគុណច្រើនលោកគ្រូសម្រាប់ការចែករំលែកដល់ពេលវីដេអូដែលមានតម្លៃរបស់អរគុណបាទអរគុណច្រើនលោកគ្រូ